បាទជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាពីរបៀប apply YouTube monetization អញ្ចឹង channel នេះមានគ្រប់គ្រងការ 1000 subscribe និង 4000 ម៉ោងហើយអញ្ចឹងខ្ញុំនឹងធ្វើការស្នើទាំងអស់គ្នាខ្ញុំនឹងធ្វើការស្នើអញ្ចឹងពីមួយបងប្អូនចូលមកកាន់ 2YT Studio តទៅទៀតខ្ញុំចុច apply now តទៅទៀតយើងអត់មានបាយទេយើងត្រូវតែចុច start ទៅមកចុច start ហើយយើងចុចយកពាក្យហើយយើង accept ចុចឲ្យ accept ហើយចុច accept ទៅ term ចុចយក accept ទៅ term ហ្នឹងចឹងបន្ទាប់ពីយើងចុច accept ទៅលើទទួលយកនៅតាលក្ខខណ្ឌយើងទទួលយកលក្ខខណ្ឌហ្នឹងហើយយើងចុច start មួយទៀតចូលមកចុច start មួយទៀតអញ្ចឹងដល់ចំណុចនេះគឺសំខាន់ខ្លាំងណាស់គឺយើងទីមួយយើង yes I have an existing AdSense for YouTube ហ្នឹងគឺមានន័យថាយើងធ្លាប់មាន AdSense ស្រាប់ហើយប៉ុន្តែដល់ពេលទី2នេះ no I need to create one ហ្នឹងមិនថាយើងអត់មានទេយើងត្រូវការបង្កើតថ្មីណាអញ្ចឹងដោយសារតែខ្ញុំមានគណនី AdSense ឬស្រេចហើយអញ្ចឹងយើងចុច yes ណាបងប្អូនតោះទីចុច next ណាតោះទីវានឹង redirect ទៅកាន់ AdSense ដែលមានស្រាប់របស់យើងណាបាទ YouTube ធ្វើការ redirect ទៅកាន់ AdSense ដែលមានស្រាប់ចឹងយើងរងចាំបន្តិចសិនទៅបាទបន្តទៀតគឺយើងវាទាវា run ចូលមកនៅក្នុងGmail account យើងតោះទៅយើងចុចលើ Gmail ហ្នឹងទៅចឹងតោះបងប្អូនរងចាំវានឹង redirect ទៅកាន់ AdSense ដែលមានស្រាប់បន្តទៀតវានឹងចាប់ទៅលើ AdSense របស់យើងដែលមានស្រាប់ហ្នឹងតោះទៅបងប្អូនអ្នកគ្នាចុចពាក្យថា continue មកបន្តមកទៀតយើងចុចពាក្យថា set up account ហ្នឹងចុច set up account យើង refresh វាមួយទៅតាមទៀតបងប្អូនចុចពាក្យថា redirect នេះវានឹងធ្វើការ redirect ទៅកាន់ AdSense ហ្នឹងហើយតាមទៀតយើងចុច continue ទៅមកយើងជួយ set up វាមកយើងចុច redirect ទៅបាទអញ្ចឹងបន្តមកទៀតគឺចូល step 3នេះគឺ team របស់ YouTube នឹង review channel របស់យើងហើយអញ្ចឹងយើងរងចាំខ្ទង់យើងរងចាំសិនបាទនេះបងប្អូនអរគ្នាគឺយើងបន្ទាប់ពីយើងស្នើខ្ទង់ប្រហែលជា3ថ្ងៃបាន YouTube វា approve ណាបងប្អូនគ្នារងចាំលេងយូរដែរខ្ទង់3ថ្ងៃអញ្ចឹង3ថ្ងៃហ្នឹងឥឡូវវា approve វាថា channel របស់យើងទទួលបាននៅការ monetization ណាបាទឥឡូវវារៀងយូរបងប្អូនគ្នាហើយកំឡុងពេលដែលវាដាក់មកដាក់វាដាក់ review មួយខែប៉ុន្តែដល់ពេល channel ខ្ញុំស្នើនេះគឺ3ថ្ងៃវា approve ណាបាទចឹងវីដេអូនេះមានប៉ុណ្ណឹងចង់ឲ្យបងប្អូនគ្នាបាទអរគុណច្រើនជំរាប